ជំរាបសួរបងប្អូនថ្ងៃនេះចេញមកគឺញ៉ែមបងប្អូនទៀតហើយឲ្យបងប្អូនលេបទឹកមាត់ទៀតហើយបងប្អូនឥឡូវចង់ដឹងថាខ្ញុំបានម្ហូបអីឲ្យបងប្អូនលេបទឹកមាត់ទៅមើលទាំងអស់គ្នាបងប្អូនជាដំបូងនេះខ្ញុំមានកពឹសស្រែមួយកូនចានតាយងចេកមួយម្ទេសខ្ទឹមហើយនឹង7ខ្ចីបងប្អូនថ្ងៃហ្នឹងគឺខ្ញុំមកបុកតាយងចេកជាមួយនឹងកំពឹសស្រស់ល្អណាស់បងប្អូនអើយហើយយងចេកយើងនេះក៏ខ្ចីល្អទៀតឥឡូវនេះខ្ញុំចាត់តាយងចេកសិនបងប្អូនដើម្បីយកទៅបុកជាមួយកំពឹសហើយតាយងចេកយើងត្រាំជាមួយទឹកអំបិលអញ្ចឹងបានវាអត់ខ្មៅបងប្អូនហើយធ្វើតាយងចេកយើងទន់ស្រួយឆ្ងាញ់បងប្អូនយើងចាត់ត្រាំដាក់ទឹកហើយដាក់អំបិលមកក្តាប់មកដើម្បីឲ្យវាចេញជ័រពីតាយងចេកហ្នឹងដើម្បីកុំឲ្យតាយងចេកយើងខ្មៅឲ្យវានៅស្រស់ស្អាតណាឥឡូវនេះយងចេករបស់ខ្ញុំគឺហាន់រួចរាល់ហើយបងប្អូនឥឡូវនេះគឺយើងធ្វើការដាក់ម្ទេសឲ្យហឹលហោះមកបងប្អូន10 20គ្រាប់ស្រេចទៅបងប្អូនចង់ញ៉ាំចង់ដាក់កាន់តែហឹលកាន់តែឆ្ងាញ់បងប្អូនឥឡូវខ្ញុំធ្វើការបុកខ្ទឹមនិងម្ទេសសិនម្នាក់ឯងពេលពត់រៀងយូរដែរបងប្អូនអើយអត់អ្នកកាន់កាមេរ៉ាថតផងបុកផងពិបាកណាស់បងប្អូនហ្នឹងហើយជីវិតអ្នកធ្វើវីដេអូបងប្អូនហើយយើងដាក់7ខ្ចីរៀងជូរមកឲ្យវាជ្រះឆ្ងាញ់ល្អហ្មងបងប្អូនបន្ទាប់មកទៀតគឺយើងធ្វើការបុកកំពឹសយើងជាមួយនឹងម្ទេសនិងខ្ទឹមនិងក្តាប់អំពិលដែលយើងបានដាក់បុកម៉ត់ជាមុនហ្នឹងបន្ទាប់មកទៀតគ្រឿងផ្សំបុកកំពឹសនេះអត់មានអីច្រើនទេបងប្អូនតែប្រហែលមុខនឹងឯងតែឆ្ងាញ់ណាបងប្អូនឥឡូវនេះខ្ញុំធ្វើការដាក់ទឹកប្រហុកសិនទឹកប្រហុកនេះរាងសាបអញ្ចឹងបានជាខ្ញុំដាក់ទឹកត្រីថែមបន្ទាប់មកទៀតគឺធ្វើការដាក់ស្ករសយើងដាក់មកល្មមកុំឲ្យផ្អែមពេកបន្ទាប់មកទៀតគឺប៊ីចេងបងប្អូនបុកកំពឹសនេះពីមុនខ្ញុំអាសាធ្វើវីដេអូតែដោយសារមួយរយៈមុនរកអត់សូវបានទៅតែបានទៀតឥឡូវមកធ្វើឲ្យបងប្អូនមើលមួយសារទៀតគឺមកបុកជាមួយ7ខ្ចីតែរាល់ដងខ្ញុំបុកជាមួយសណ្តែកគួរតែថ្ងៃហ្នឹងគឺខ្ញុំបុកជាមួយតាយងចេកម្ដងបងប្អូនមានអីរសជាតិមួយយ៉ាងម្នាក់ឆ្ងាញ់ប្លែកបងប្អូនស្នៃទៅឆ្ងាញ់ស្នៃមកគឺបានហូបដល់ល្មមបងប្អូនអើយមកហូបនៅលើអ្នកស្នៃទេបងប្អូនបើតាមតែមុខរហូបគឺដែលទេបងប្អូនតែសាច់តែយើងស្នៃឲ្យវាប្លែកឲ្យវាថ្មីជាងមុនអញ្ចឹងណាបងប្អូនឥឡូវពេលដាក់តាយងចេកចូលមកយើងធ្វើការភ្ញុលច្បល់វាកូឲ្យវាចូលជាតិមកបងប្អូនកុំបុកបើកាលណាបងប្អូនបុកតាយងចេករបស់យើងគឺខ្ទេចសល់ហើយអញ្ចឹងយើងដាក់តាយងចេកហើយយើងគ្រាន់តែកូរវាសប់ជាតិណាហើយនេះកធំទេខ្ញុំចាប់ដើមលាស់ទៀតហើយបងប្អូនទើបតែកាត់កាលពីអាទិត្យមុនឥឡូវស្រោចទឹករងថ្ងៃលាស់ខ្ចីល្មមហូបទៀតហើយបងប្អូនបន្ទាប់មកទៀតដល់ធ្វើការដួសកំពឹសយើងដាក់ចានមកបងប្អូនកពឹសបុកជាមួយយងចេកហ្នឹងដាក់ចានហូបជាមួយកធំទេហ្នឹងមកបងប្អូនឃើញតំណងអត់បើសិនជាតំណងមិនតំណងកុំភ្លេចជួយខមមិនខាងក្រោមវីដេអូម្នាក់មួយមកបងប្អូនឥឡូវទៅមើលខ្ញុំហូបទាំងអស់គ្នាបងប្អូនញ៉ាំបុកកំពឹសតាយងចេកជាមួយខ្ញុំបងប្អូនហើយមានកធំទេទៀតបងប្អូនកធំទេហ្នឹងដាំខ្លួនឯងលាស់ខ្ចីល្អបងប្អូនហើយយើងហូបដៃបានឆ្ងាញ់បងប្អូនមិនបាច់មានឡាព្រាចកាសអីទេបងប្អូនដៃទៅឆ្ងាញ់កំពឹសស្រស់ញញឹមហ្មងបងប្អូនកំពឹសស្រែធំទេយើងក៏ខ្ចីល្អទៀតបងប្អូនណាហូបជាមួយបុកកំពឹសនិយាយពីត្រូវគ្នាបងប្អូនដែលបុកជាមួយតាយងចេកហូបសាកលោមើលឆ្ងាញ់បងប្អូនហឹលក៏ហឹលឆ្ងាញ់ក៏ឆ្ងាញ់បងប្អូនណាតាយងចេកខ្ចីទៀតបងប្អូនជាតិសាហាវ